ថ្ងៃនេះចូលមកមេរៀនបន្ទាប់ផាត់ពណ៌គូសកាឡា S ផាត់ពណ៌ឆ្លាស់គ្នាមេរៀនបន្ទាប់ណាអញ្ចឹងក្បួនឡើយគឺដូចរាល់ដងអញ្ចឹងគឺខ្ញុំធ្វើការលាបពណ៌ជែលលាបពណ៌ជែលនៅលើកញ្ចក់របស់យើងឲ្យហើយសិនផ្ទៃ background ទៀតឲ្យអាំងជីងចឹងគឺមានដូចរាល់ដងអញ្ចឹងជាមួយនឹងទឹកគោះនិងទឹកផាត់ជាទឹកថ្នាំលាយហើយនឹងមួយទៀតcolor សុទ្ធជក់ក៏មាន2ដែរវែងហើយខ្លីហើយនេះវាចេញ flash ចេញឲ្យខ្ញុំថតយប់ពេកចឹងបញ្ចប់ហើយមេរៀនជាមួយនឹងការផាត់បែបនេះមាន5វគ្គហ្នឹងគឺខ្ញុំបញ្ចប់ថ្ងៃនេះហើយតែខ្ញុំដាក់កែអត់ទាន់ដឹងថាត្រូវឬខុសអញ្ចឹងយើងចាប់ផ្ដើមគូបន្តដល់សអេយើងគូទៀតមកលេខការគូចន្លោះនៃការនៃបន្ទាត់ហ្នឹងគឺស្មើគ្នាការគូវិញវាអត់សូវច្បាស់កន្លែងគៀសចេញតិចនេះអាហ្នឹងចេញតិចនេះអាហ្នឹងយើងចាំលុបតាមក្រោយគូជុំកុំឲ្យខូចលុបឲ្យហើយកុំឲ្យខូចយើងផ្អៀងកញ្ចក់បន្តិចមែនទេណាផ្អៀងកញ្ចក់បន្តិចមកហើយយើងគូសមកខ្ញុំគូសប៉ុណ្ណឹងទេ
ចឹងសេរីតែប៉ុណ្្នឹងឯងបានទេចឹងខ្ញុំពុះកាឡាវាប៉ុណ្នេះណាឃើញវាតាគួរអត់ស្អាតយើងលុបទៅទៅភ្នែកណាគាត់ថាបានជាវីដេអូបង្ហាញប៉ុន្តែវាទៅភ្នែកខ្លាំងចឹងលុបឲ្យធ្វើម្ដងទៀតឲ្យមើលចឹងដៃយើងទប់លំនឹងខ្ញុំផើជាមួយនឹងដៃនាងទប់លំនឹងកញ្ចក់ដៃរបស់យើងកាន់ជក់នេះចាផ្អៀងកញ្ចក់នឹងតិចមកយើងកៅអសក់ឯប៉ុនេះយើងខនជាងមិញចានៅប៉ុណ្្នឹងឯងបន្តមកទៀតយើងគូកាត់តឹងវាជាអសក់ឯដែរចេញយើងមិនទេគេកាន់ឲ្យត្រង់ចាគូបែបហ្នឹងឥឡូវនេះយើងគូតិចតែមកអូខេកាឡាគឺបែបហ្នឹងណាហើយយើងផាត់ឆ្លោះគ្នាដូចរូបនេះម្នាក់ដូចរាល់ដងចឹងគឺអត់ខុសគ្នាឆ្លោះមានពណ៌មួយអត់មួយពណ៌មួយអត់មួយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំអត់ចង់សម្រាយច្រើនឬក៏អត់ចង់អីអញ្ចឹងណាគឺដូចធ្វើដូចគ្នាអញ្ចឹងធ្វើដូចគ្នាជាមួយនឹងវគ្គមុនដែរនេះ color ផាត់របស់យើងដែលយើងមានលាយទឹកថ្នាំពីរមុខចូលគ្នាមានតែមួយមុខទេអញ្ចឹងការផាត់របស់យើងដូចតែរាល់ដងអញ្ចឹងគឺអានេះត្រូវគូតិចទៀតជើងក្រោមអូខេគួរឲ្យស្អាតជាងហ្នឹងហើយនេះវីដេអូខ្ញុំបានព្រោះលំហាត់ខ្ញុំធ្វើឲ្យគ្រូរួចហើយអញ្ចឹងខ្ញុំអត់នេះអញ្ចឹងយើងកុំឲ្យថាពិបាកចំណាំយើងដុតចំណាំវាមួយទៅអាណាដាក់ពណ៌បានន័យថាផាត់អាណាអត់ដាក់ពណ៌បានន័យថាអត់ផាត់តែចឹងទេហើយយើងផាត់ទៅតាមអាទូចនេះអាទូចនេះក៏ផាត់ដែរណានេះអាគៀនកោះបន្តិចហ្នឹងហើយផាត់ឲ្យពេញផ្ទៃដូចកាលមុនហ្នឹងអញ្ចឹង
ការផាត់choយើងដាក់ជក់ឲ្យត្រង់ចាទាញវាតិចតិចមកព្រោះពេលដែលយើងធ្វើលើដៃមនុស្សយើងអាចអង្វល់ខដៃគាត់បានតែអញ្ចឹងយើងព្យាយាមផ្ដេកជក់ផ្អៀងជក់ទៅលើទៅក្រោមប្រឈរទៅតាមអីដែលយើងអាចធ្វើបានណាយើងផាត់ចឹងណាមិនតិចនេះក៏ផាត់ដែរបន្តិចនេះក៏ផាត់ដែរផាត់ទាំងអស់ហើយអានេះមកអញ្ចឹងវីដេអូគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការ view ក៏ដូចជាជួយ like ជួយ subscribe លើ channel របស់ខ្ញុំផងក៏ដូចជាលើវីដេអូដែលខ្ញុំបានផុសចូលក្នុង page ផងដែរណាអញ្ចឹងអរគុណច្រើនជួបគ្នានៅមេរៀនបន្ទាប់ទៀតនៅវីដេអូក្រោយទៀតអរគុណ